គាមណ្ឌលសុខភាពមួយខ្នងស្ថិតនៅក្នុងឃុំសេដាស្រុកដំបាយខេត្តកំពង់ចាមបានសម្ពោធនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពដ៏ថ្មីស្រឡាងនេះគឺកសាងឡើងដោយអង្គការ Plan អន្តរជាតិនិងសប្បុរសជននានាមាន7បន្ទប់និងចែកចេញជាបន្ទប់ពិគ្រោះជំងឺបន្ទប់ថែទាំពិនិត្យផ្ទៃពោះបន្ទប់សម្រាលនិងក្រោយពេលសម្រាលនិងបន្ទប់ទុកដាក់ថ្នាំពេទ្យនិងមានបុគ្គលិកសុខាភិបាលចំនួន12នាក់ដែលប្រចាំការនៅទីនេះសម្រាប់បម្រើជូននៅសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនានាជាពិសេសនៅពេលយប់ព្រលប់ចំពោះស្ត្រីមានផ្ទៃពោះនិងទារកឯកឧត្តមអេងហួតរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការដាក់សម្ពោធឲ្យប្រើប្រាស់នៅអគារមណ្ឌលសុខភាពសេដាសែនជ័យនាពេលនេះបានរួមចំណែកយ៉ាងខ្លាំងនៅក្នុងការជួយសម្រួលទុក្ខលំបាកនិងកាត់បន្ថយអត្រាមរណភាពចំពោះមាតានិងទារករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះនេះគឺយើងសប្បាយចិត្តរីករាយណាស់ដោយសារតាំងនាមឲ្យមន្ទីរសុខាភិបាលក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសេដាសែនជ័យនិងស្រុកតបែនេះបានទទួលសមិទ្ធផលគឺអគារមណ្ឌលសុខភាពដ៏ថ្មីស្រឡាងទៅតាមស្តង់ដារបច្ចេកទេសសុខាភិបាលសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះហើយយើងនឹងឲ្យថានៅតំបន់នេះគឺជាតំបន់ដាច់ស្រយាលហើយប្រជាពលរដ្ឋមានការលំបាកទាំងជីវភាពឥឡូវនេះយើងនិយាយថាមានការងាយស្រួលច្រើនដោយសារការអភិវឌ្ឍនៅតំបន់នេះក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនយើងឃើញថាផ្លូវថ្នល់ណាហេដ្ឋារចនាសម្ព័ន្ធគឺបានល្អប្រសើរហើយនឹងទទួលបានមណ្ឌលសុខភាពនេះសម្រាប់ផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋបច្ចុប្បន្ននៅទូទាំងស្រុកដំបាយមានមណ្ឌលសុខភាពចំនួន6ដែលឡែកមណ្ឌលសុខភាពសេដាសែនជ័យដែលបានសម្ពោធនៅពេលនេះឧបត្ថម្ភឡើងដោយក្រុមហ៊ុន GSK តាមរយៈអង្គការ Plan ដែលបានសាងសង់អស់រយៈពេល1ឆ្នាំនិងចំណាយថវិកាសរុបប្រមាណជាង$90,000សហរដ្ឋអាមេរិកមណ្ឌលសុខភាពនេះក៏បានបំពាក់នៅឧបករណ៍និងសម្ភារៈសម្រាប់សម្រាលនិងពិនិត្យព្យាបាលជំងឺគ្រប់គ្រាន់ព្រមទាំងមានបុគ្គលិកប្រចាំការ24ម៉ោងលើ24ម៉ោងដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះឲ្យបានទាន់ពេលវេលាតកតងការកសាងនៅមណ្ឌលសុខភាពនេះគឺដោយសារកន្លងមកយើងឃើញជាពិសេសការផ្តល់សេវាកម្មសុខភាពទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះគឺមានការលំបាកដោយសារគាត់ត្រូវចំណាយពេលច្រើនជាពិសេសបើគាត់ចង់ត្រូវការពិគ្រោះយោបល់ឬក៏ទៅព្យាបាលជំងឺអីគាត់ត្រូវធ្វើដំណើរចម្ងាយជាង10គីឡូម៉ែត្របើទៅមណ្ឌលសុខភាពខាងដំបែត្រូវ16គីឡូម៉ែត្រហើយបើទៅខាងសេដាវា11-12គីឡូអញ្ចឹងវាមានរយៈពេលឆ្ងាយអញ្ចឹងធ្វើឲ្យជួនកាលគាត់មិនចង់ទៅទោះបីមានជំងឺក៏ដោយសារពិបាកក្នុងការធ្វើដំណើរគាត់មិនបានទៅហើយដោយឡែកវាការកសាងនៅមណ្ឌលសុខភាពនេះគឺវាតកតងទៅនឹងគឺឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់អង្គការ Plan ឆ្នាំ2011ដល់2015ផងដែរគឺយើងផ្ដោតទៅលើតកតងទៅនឹងការគាំពៀនអភិវឌ្ឍកុមារតូចដែលនៅក្នុងកម្មវិធីនោះគឺយើងផ្ដោតសំខាន់ផងដែរទៅលើការថែទាំសុខភាពមាតានិងទារកអញ្ចឹងមន្ទីរតកតងទៅនឹងមណ្ឌលសុខភាពនេះគឺចូលរួមចំណែកធ្វើម៉េចពិនិត្យទៅលើសុខភាពរបស់ម្ដាយដើម្បីជួយកាត់បន្ថយនៅអត្រាមរណៈមាតាដែលមានផ្ទៃពោះក៏ដូចជាកុមារអាយុ5ឆ្នាំព្រោះវាជួបប្រទះនៅបញ្ហាច្រើនអញ្ចឹងមានមណ្ឌលសុខភាពនេះគឺគាត់អាចមកពិគ្រោះយោបល់អាចទទួលបាននៅសេវាសុខភាពបាទឡងមកនៅក្នុងឃុំសេដាយើងខ្ញុំនេះជាតំបន់ចុងកាត់មាត់ញោកហើយដាច់ស្រយាលអញ្ចឹងមានជំងឺដំកាត់ជាពិសេសកុមារនិងស្ត្រីដែលមានផ្ទៃពោះគឺមានការគ្រោះថ្នាក់តាមផ្លូវសម្រាប់ដល់ទៅមន្ទីរពេទ្យតែបច្ចុប្បន្ននេះប្រជាពលរដ្ឋយើងខ្ញុំនៅក្នុងឃុំសេដាទាំងមូលមានក្តីសង្ឃឹមហើយរីករាយអបអរសាទរដល់រាជរដ្ឋាភិបាលក៏ដូចជាម្ចាស់ជំនួយអង្គការ Plan អន្តរជាតិកម្ពុជាដែលលោកសហការបានផ្ដល់នៅអគារមួយខ្នងដ៏ស្កឹមស្កៃមិនអាចនឹងកាត់ថ្លៃបានបាទគួរបញ្ជាក់ថាកន្លងមកអង្គការ Plan អន្តរជាតិគឺជាអង្គការមួយដែលបានយកចិត្តទុកដាក់លើបញ្ហាបរិស្ថាននៅកម្ពុជា
ហើយនៅពេលថ្មីនេះអង្គការ Plan បានយកចិត្តទុកដាក់ចូលរួមនៅក្នុងវិស័យសុខាភិបាលដែលជាសកម្មភាពបញ្ជាក់អំពីទឹកចិត្តសប្បុរសធម៌មនុស្សធម៌និងការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដោយតម្រូវឲ្យក្នុងមួយឃុំត្រូវមានមណ្ឌលសុខភាពមួយក្នុងការលើកស្ទួយវិស័យសុខាភិបាលនៅតាមតំបន់ដាច់ស្រយាលដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ